ហើយមិញជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចង់ចែករំលែកបងប្អូនទាំងអស់គ្នាបងប្អូនណាដែលមានជំងឺដែលមានជំងឺអ្នកខ្លះគេហៅថាជំងឺគិតច្រើនជំងឺ stress ហើយអ្នកខ្លះគេថាជំងឺសរសៃប្រសាទអានេះខ្ញុំចង់ចែករំលែកអំពីបងប្អូនណាដែលមានអាការៈដែលខ្ញុំរៀបរាប់អញ្ចឹងព្រោះជាបទពិសោធន៍ខ្ញុំផ្ទាល់ប្រពន្ធខ្ញុំគឺមានជំងឺគិតច្រើនជំងឺ stress ហើយដេកមិនលក់ណាមកយប់ដេកអត់លក់ឯងតោភ្លឺមានពេលខ្លះហ្នឹងអត់ដេកដល់7ថ្ងៃ7យប់អត់ដេកទេទាំងថ្ងៃទាំងយប់អត់ដេកទេអញ្ចឹងកើតពីអារម្មណ៍ផ្លូវចិត្តយើងណាតែដែលយើងខួរក្បាលយើងដែលយើងគិតច្រើនណាបងប្អូនណាដែលយើងធ្លាប់ជាទម្លាប់ណាទម្លាប់គិតច្រើនគិតរឿងអត់ស៊ីគិតរឿងកូនគិតរឿងប្រពន្ធគិតរឿងប្តីគិតរឿងនេះគិតរឿងនោះគិតនិយាយរួមទៅគឺគិតរហូតណារឿងអីផ្សេងដែលយើងខំប្រឹងគិតណាហើយនៅពេលដែលយើងគិតហើយនៅពេលដែលយើងគិតហើយយើង stress ខួរក្បាលនេះណាវា stress ខួរក្បាលធ្វើឲ្យយើងនឹងដេកមិនលក់ណាហើយវា stress ខួរក្បាលនឹងធ្វើឲ្យយើងនឹងវង្វេងក៏មានដែរប្រពន្ធខ្ញុំវង្វេងណាវង្វេងដល់ថ្នាក់មិនស្គាល់កូនមិនស្គាល់ម៉ែមិនស្គាល់ប្តីអីចឹងទៅវង្វេងអានេះគឺជាបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ណាអានេះក៏ជាដំណោះស្រាយសម្រាប់ដែលបងប្អូនណាដែលមានអាការៈបែបហ្នឹងដែលយើងគិតច្រើនគិតរហូតដល់វង្វេងពាន់គិតរហូតដល់អត់ដេកគិតរហូតដល់គេហៅថារោគមួយយ៉ាងថាអ្នកខ្លះថារោគប្រស័យប្រសាទអ្នកខ្លះថារោគវង្វេងពាន់អ្នកខ្លះថារោគរលាកខួរក្បាលអីចឹងណាតែនេះគ្រាន់តែការចែករំលែកដើម្បីកាត់បន្ថយអាការៈទាំងអស់ហ្នឹងបងប្អូនទាំងអស់ដែលមានអាការៈបែបហ្នឹងសូមបងប្អូននេះគឺជាបទពិសោធន៍ខ្ញុំបង្រៀនប្រពន្ធណាដែលមានអាការៈអញ្ចឹងបង្រៀនថ្ងៃងាចប្រហែលជាម៉ោង5ហ្នឹងដុបម៉ូតូកង់3ទៅវាស្រែដែលមានអាកាសធាតុគេហៅថាអាកាសធាតុចេះលហើយហ្នឹងឲ្យរៀនដើរតាមភ្លឺស្រែហ្នឹងឲ្យសម្លឹងមើលប្រហែលជាទៅមុខហ្នឹងប្រហែលជាមិននឹមគោអីទេអានេះវាជាបទពិសោធន៍ដែលខ្ញុំធ្លាប់បុករៀនផ្នែកពុទ្ធសាសនាខ្លះអញ្ចឹងឲ្យដើរទៅមុខអញ្ចឹងឲ្យរៀនតាមដង្ហើមយើងណាដកដង្ហើមចេញដង្ហើមចូលដង្ហើមចេញវែងដង្ហើមចូលវែងហើយបោះចង្កៀនមួយដើរតាមភ្លឺស្រែហ្នឹងហើយមុននឹងឲ្យបើអ្នកខ្លះគេហៅថាសង្គ្រាមឬខិតដងអីចឹងណាតែនេះប្រពន្ធខ្ញុំឲ្យដើរអញ្ចឹងហើយឲ្យសម្រួមអារម្មណ៍ព្រោះអាការគិតទាំងប៉ុន្មានគិតហើយអត់បានសមិទ្ធផលទេណាគិតបានត្រឹមតែគិតហើយបានត្រឹមតែ stress បានត្រឹមតែរវើរវាយអញ្ចឹងឲ្យរៀនធ្វើចិត្តផ្លូវចិត្តយើងនេះ
យើងឲ្យពិចារណាថានៅពេលយើងគិតរឿងម៉ែសូគិតហើយវាបានអីអត់ទេគិតរឿងកូនគិតរឿងអ្នកនេះគិតរឿងអ្នកនោះគិតរឿងរស់ស៊ីខាតគិតរឿងអីសពបែបយ៉ាងសូថានៅពេលដែលយើងគិតហើយរឿងទាំងអស់ហ្នឹងអត់បានជាសមិទ្ធផលអញ្ចឹងឲ្យព្យាយាមកាត់បន្ថយការគិតហ្នឹងកាត់បន្ថយការគិតហ្នឹងហើយឲ្យរៀនដើរគេហៅថាដើរសង្ក្រំដើរតាមភ្លឺស្រែអញ្ចឹងឲ្យរៀនដកដង្ហើមវិញចេញវិញចូលវិញឲ្យដើររហូតអញ្ចឹងទៅដើម្បីឲ្យអាផ្លូវចិត្តនេះវាស្ងប់ហ្នឹងទី1ទី2មកផ្ទះវិញនៅពេលដែលយើងហូបបាយហូបអីហើយហ្នឹងខ្ញុំយកក្រូចឆ្មាយើងហ្នឹងក្រូចឆ្មាចិត្តវាចំណិតមកហើយនឹងគល់លឹកគ្រៃយើងដំវាទក់ទៅយើងកាត់វាកង់ណាហូបបាយមុនយើងចូលសម្រាកមុនយើងចូលគេងណាអញ្ចឹងខ្ញុំយកគល់លឹកគ្រៃក្រូចឆ្មានេះចម្បាច់ចូលគ្នាហើយខ្ញុំយកថាខ្ញុំធ្លាប់ម៉ាស្សាណាខ្ញុំធ្លាប់ម៉ាស្សាដើម្បីសម្រួលសរសៃឈាមឲ្យស្រួលអញ្ចឹងម៉ាស្សាតាំងពីចុងសក់រហូតដល់ចុងកញ្ចក់ជើងគឺម៉ាស្សាដើម្បីឲ្យសរសៃឈាមយើងនឹងរត់ស្រួលព្រោះឈាមយើងវារត់អត់ស្រួលហ្នឹងបានទៅជាវែងវ៉ាន់ណាអញ្ចឹងសម្រួលសរសៃឈាមឲ្យស្រួលបន្ទាប់មកខ្ញុំឲ្យដើរពីផ្ទះហ្នឹងពេលហូបបាយឆ្អែតហ្នឹងដើរចុះដើរឡើងដើរឲ្យរៀនដកដង្ហើមចេញចូលរហូតណាវិញដកដង្ហើមចូលវិញចេញវិញហើយបង្រៀនឲ្យដើរអញ្ចឹងប្រហែលជាកន្លះម៉ោង1ម៉ោងអីចឹងទៅបានមកចូលសម្រាកនេះក៏ដូចគ្នាចូលសារៈយើងដាក់ភ្នែកបិទហ្នឹងក៏យើងសម្រួមអាដង្ហើមយើងហ្នឹងយើងរាប់ដង្ហើមយើងចេញចូលចេញដឹងចេញចូលហ្នឹងហើយមុននឹងធ្វើដង្ហើមហ្នឹងទី1រៀនកាត់ចិត្តអ្វីដែលគិតហើយវាអត់មានបានប្រយោជន៍គិតហើយវាធ្វើឲ្យយើងឈឺយើងគិតហ្នឹងយើងកាត់បន្ថយការគិតហើយឲ្យរៀនតាមដង្ហើមចេញចូលយើងនេះមុននឹងសម្រាកហ្នឹងក៏ឲ្យរាប់ដង្ហើមយើងចេញចូលរហូតអត់អីលក់អញ្ចឹងក៏សម្រាកលក់អញ្ចឹងបន្ទាប់ពីនឹងមកណាយើងត្រូវរកថ្នាំឱសថណាដែលត្រូវសម្រួមតាមសរសៃឈាមយើងនេះតែសរសៃឈាមយើងអត់ប្រកដីអញ្ចឹងវាធ្វើឲ្យយើងនឹងឈឺក្បាលវិលមុខធ្វើឲ្យយើងធ្វើរវាយធីងធោកផ្សេងខ្លងហើយវាធ្វើឲ្យចង្វាក់បេះដូងលោតដាក់អីចឹងទៅញ័រឬក៏ញ័របេះដូងឲ្យរវាយឃើញនេះឃើញនោះអីចឹងទៅអ្នកខ្លះគេហៅវិកលចរិតឬមួយអ្នកខ្លះគេហៅថារោគប្រស័យប្រសាទអ្នកខ្លះថារោគ stress អីចឹងទៅអញ្ចឹងត្រឡប់មកវិញត្រូវគិតថាប្រើថ្នាំណាដែលតាក់ទួងឱសថមួយណាដែលត្រូវរោគយើងឲ្យត្រូវនឹងការសម្រួមសរសៃឈាមគេហៅថាសម្រួមសរសៃឈាមយើងនឹងឲ្យសរសៃឈាមយើងដើរស្រួលចឹងទៅឬក៏ថ្នាំណាដែលតាក់ទួងជំនួយខួរក្បាលជំនួយសម្រួលសរសៃឈាមហើយតាក់ទួងជំនួយខួរក្បាលតាក់ទួងនឹងថ្នាំជំនួយបេះដូងតាក់ទួងនឹងខ្លាញ់កកស្ទះតាមសរសៃឈាមអីចឹងទៅណាយើងប្រើថ្នាំឲ្យមានក្បួនវាឲ្យវាទៅតាមអាការៈដែលយើងកំពុងតែប្រែប្រួលហើយជាពិសេសអ្នកដែលនៅក្បែរខ្លួនយើងប្តីក៏ដោយប្រពន្ធក៏ដោយអ្នកណាក៏ដោយឲ្យតែអ្នកនៅតាមមើលថែយើងណា
មើលថែយើងឲ្យដឹងថាក្នុងខ្លួនយើងនឹងប្រែប្រួលអីខ្លះខួរក្បាលយើងនឹងstress នឹងមកពីអីរឹងតសៃឈាមរឹងតសៃខួរក្បាលមិនដេករឹងតសៃកឬក៏យើងបេះដូងញើឬក៏យើងភ័យខ្លាចរវើរវាយអីខាងក្រៅអីចឹងអញ្ចឹងយើងត្រូវតាមដានជំងឺទាំងអស់ហ្នឹងហើយតាមដានហើយប្រើថ្នាំឲ្យត្រូវរោគទាំងអស់ហ្នឹងទី1វិធីសាស្ត្រសម្រួមផ្លូវកាយវាចាចិត្តហ្នឹងឲ្យស្ងប់ក្នុងអារម្មណ៍ហ្នឹងកុំឲ្យគិតច្រើនទី2ត្រូវសង្ក្រំឬក៏តដងអីឲ្យយើងធ្វើដង្ហើមចេញចូលហ្នឹងឲ្យវាស្ងប់ហើយបន្ទាប់ទី3ហ្នឹងគឺយើងត្រូវប្រើប្រាស់ថ្នាំទៅតាមអាការៈដែលយើងកំពុងតែប្រែប្រួលអ្នកដែលសម្រាប់គិនយើងអ្នកដែលមើលថែយើងអីចឹងទៅប្តីក៏ដោយប្រពន្ធកូនក៏ដោយអ្នកដែលមើលថែយើងហ្នឹងតាមដានថាប្រែប្រួលអីយើងត្រូវពិភាក្សាជាមួយអ្នកណាជាមួយលោកគ្រូពេទ្យណាអ្នកណាឲ្យជាក់លាក់ថាអាការៈប្រែប្រួលបែបនេះគឺជាជំងឺអីប្រើថ្នាំឲ្យត្រូវរឿងហើយរៀនធ្វើផ្លូវចិត្តនេះបន្ថែមទៀតទៅគឺជំងឺទាំងអស់ហ្នឹងនឹងបានជាសះស្បើយនេះគឺជាបទពិសោធន៍ផ្ទាល់ណាបងប្អូនជា 100% ពូបទពិសោធន៍នេះគឺខ្ញុំមើលប្រព័ន្ធខ្ញុំផ្ទាល់ឥឡូវសភាពមកដូចដើមលោកមុនរវើរវាយមិនស្គាល់ប្តីមិនស្គាល់កូនមិនស្គាល់ម៉ែឪទេវិញវាន់កន្លុកពេញផ្ទះតែឥឡូវមកជាមនុស្សធម្មតាវិញអញ្ចឹងដែលខ្ញុំរៀបរាប់ទាំងប្រមាណហើយចំពោះបងប្អូនណាដែលមានជំងឺដូចខ្ញុំរៀបរាប់ហ្នឹងត្រូវតែអភិវឌ្ឍអ្វីដែលខ្ញុំនិយាយហ្នឹងតាមដំណាក់កាលមួយនឹងបានប្រសើរដូចខ្ញុំអញ្ចឹងដូចគ្នាណានឹងបានជាសះស្បើយដូចគ្នាហើយបើបងប្អូនដែលមានអាការៈដែលដេកមិនលក់stressច្រើនឬក៏វែងវាន់អីចឹងទៅវិធីសាស្ត្រដែលខ្ញុំរៀបរាប់ខាងដើមហ្នឹងចូលបងប្អូនអភិវឌ្ឍទៅនឹងបានជាសះស្បើយទាំងអស់គ្នាហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាឲ្យអាការៈទាំងប៉ុន្មានឲ្យជៀសចេញឆ្ងាយឬឲ្យជំងឺទាំងប៉ុន្មានឲ្យបានជាទាំងអស់គ្នាបាទជម្រាបលា